បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទណាថ្ងៃនេះខ្ញុំបានបង្ហាញរបស់ស័ក្តិសិទ្ធិដើម្បីចែកជាវដល់ពុកម៉ែបងប្អូនដែលមានបនិស្ស័យស្រឡាញ់នៅវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងបាទជាដំបូងនេះជាចង្កូមក្រពើណាចង្កូមក្រពើនេះបានបញ្ចុះអីទេបាទណាបានបញ្ចុះអីទេប៉ុន្តែយើងបានធ្វើកិច្ចដាស់ប្រសិទ្ធិផ្គុំធាតុដាស់វិញ្ញាណនិងអភិសេកណាអភិសេកហើយក៏នៅជាមួយខ្ញុំហ្នឹងបានយូរដែរຂະຫນາດយៈបាទណាຂະຫນາດយៈគឺຂະຫນາດអស់ធំណាក្រពើតៃសាបាទណាជាក្រពើតៃសាបាទຂະຫນາດក្រពើធំបាទណាបាទស្រោបហើយស្រេចបាទក្រពើយើងថាគេប្រើខាងមហាអំណាចការពារអំពើអំពន់មុនខ្មៅតែបើគ្រូលោកចេះលោកអាចប្រើបានច្រើនយ៉ាងបើយើងចេះគាថាស្នេហ៍សូត្រគាថាស្នេហ៍ទៅបើយើងចេះគាថាហៅលៀបយើងសូត្រគាថាហៅលៀបទៅបើយើងចេះគាថានៃមហាឧត្តមហាគង្គផាន់ក៏យើងសូត្រទៅបាទយើងសូត្រស្នេហ៍មេត្តាមហានិយមក៏សូត្រទៅអញ្ចឹងយើងប្រើបានគ្រប់ដានបាទណាបាទហើយខ្ញុំសិទ្ធិក៏ខ្ញុំប្រើខាងលើករាសីខាងរស់ស៊ីមានបានជាតិជុំខាងការពារខាងបញ្ជាគ្រោះភ័យក៏ខ្ញុំខ្សែផ្សូតដែរប្រើបានច្រើនយ៉ាងអញ្ចឹងណាហើយក៏យើងហៅដួងព្រលឹងហៅដួងកៅព្រលឹងអីមកសន្ធិដ្ឋមកថារសាអញ្ចឹងទៅបាទតាមអស់លោកគ្រូអ្នកគ្រូណាដែលលោកចេះអញ្ចឹងទៅបាទណាបាទនេះជានេះគេហៅថាចែតាន់ឬគេហៅថាខ្នាយតាន់ឬគេហៅថាកន្ធុកជ្រូកមេតាន់ឬគេហៅថាចង្កូមជ្រូកមេតាន់ណាបាទពីរគូបាទនេះគូនេះជាគូបើគេណាដោះម្រះនេះបាទដោះម្រះឡើងកបួចតែម្ដងបាទតែតូចថាជា5ហ៊ុន6ហ៊ុនហ្នឹងឯងបាទណាបាទមួយគូនេះដោះម្រះឡើងស្រោបតែម្ដងបាទហើយមួយគូនេះក៏គេហៅថាជ្រូកខ្ចីបាទជ្រូកជំទង់អញ្ចឹងទៅបាទណាជ្រូកជំទង់ឬគេហៅថាជ្រូកពេញកម្លោះពេញកម្លាំងទៅក៏ហ្នឹងហើយនេះយើងហ្នឹងដែរគាត់ថាក្មេងមិនថាចាស់ទេដល់ពេលដល់វេលាវាស្លាប់ហើយគឺតតែស្លាប់អញ្ចឹងតែម្ដងបាទមិនថាប្រកែស័ក្តិសិទ្ធិយ៉ាងណាទេដោយសារប៉ុនរបស់យើងសាងមកបាត់ប៉ុណ្ណឹងសัตว์ក៏អញ្ចឹងដែរបាទណាបាទនេះចែជ្រូកតាន់ណាឬគេហៅខ្នាយជ្រូកតាន់ឬគេហៅថាកន្ធុកជ្រូកតាន់ចែតាន់បុរាណថាអត់តែបោះខ្មែរយើងសពស៊ីននឹងប្រកែស័ក្តិសិទ្ធិណាបាទខាងការពារអញ្ចឹងណាអញ្ចឹងក៏ខ្ញុំបានដាស់ប្រសិទ្ធិផ្គុំធាតុដាស់វិញ្ញាណអភិសេកមកច្រើនសិលហើយមួយនេះក៏ខែខ្នាយជ្រូកចម្លែកណាបាទតាន់មិត្តក្អមប្រហោងទូយទៅនឹងប្រហោងទូចមែនទែនប៉ុន្តែចម្លែកបាទចម្លែកបាទធំតែម្ដងពាក់មួយនេះគឺថាពេញសាច់តែម្ដងហើយនេះជាចង្កូមខ្លាឃ្មុំណាបាទនេះហើយចង្កូមកែវបាទចង្កូមកែវវាប្រែស្រាមបាក់បែកអស់ទៅណាហ្នឹងហើយស្ងួតប្រេងហួតទៅតែខ្ញុំយកមករកថែរក្សាដាស់បាទនេះក៏ចង្កូមជិតខ្នាយប្រហោងដែរណាចង្កូមខ្លាប្រហោងចង្កូមខ្លាឃ្មុំខ្លាប្រហោងគឺខ្លាមេខ្លាតាន់គឺខ្លាឈ្មោលនេះណានេះតាន់ប៉ុន្តែមេថ្នាំសរសៃសក់ណាថ្នាំសរសៃសក់នេះថ្នាំសរសៃសក់អញ្ចឹងឥឡូវដល់ចុងចានចង្កូមនេះតែអត់អីទេវាអស់ហែកណារបស់គេគោរពថែរក្សាណាមានម្ចាស់មានថែរក្សាត្រឹមត្រូវចង្កូមខ្លាឃ្មុំណាអស់លោកណាស្រឡាញ់ពេញចិត្តអាចចែកជាវបានប្រើខាងរិទ្ធិអំណាចបាទហើយក៏ចង្កូមនោះគឺសម្រាប់រកស៊ីតែស្នេហ៍រកស៊ីមានយូរដូចយើងអញ្ចឹងចង្កូមសัตว์ដូចជាដៃអញ្ចឹងបាទបើគ្មានចង្កូមទេក៏មិនដឹងស៊ីអីធ្វើអីដែរយើងបើគ្មានដៃទេក៏មិនដឹងធ្វើមិនដែរអញ្ចឹងណាអញ្ចឹងឬគេថាស្នេហ៍រកស៊ីក៏ត្រូវការពារក៏ត្រូវដែរព្រោះថាខ្ញុំប្រើគាថាច្រើនអញ្ចឹងយើងប្រើគាថាបាទខាងស្បែកគង់ទៅគឺសូត្រថាអូមកធូកធាំងអូមកគង់ពេកមហាពេកសូមឆ្អឹងដូចដែកសូមស្បែកដូចថ្មសូមឈានរត់ដូចជាព្រះគង្គាបាទហ្នឹងណា100គុណគេថាប្រើ100គុណគេថាហ្នឹងអស់លោកណាចេះចាំបានក៏រៀនទៅប្រកែនៅលើអស់លោកទេបាទ
បាទហ្នឹងគេថាស្បឹងស្អឹងដៃស្បៃស្ពាន់បាទហើយក៏គេថាមានលៀបហ្នឹងក៏គេថាប្រសិទ្ធិដែរសិទ្ធិពុទ្ធាចៈមហាមន្តាំងសិទ្ធិជាយ៉ាងអធិទេចឹងមហាយសੰអធិកច្ចੰមហាលៀបភੰភវ័នតុទេបានតែទៅគេតុមេហ្នឹងបានមកយើងអញ្ចឹងណាអញ្ចឹងនេះខាងលៀបទៅបាទហើយក៏គេថាប្រសិទ្ធិអីផ្សេងហ្នឹងទៅបាទអញ្ចឹងយើងប្រើគេថាអស់ហ្នឹងគឺខាងលៀបក៏ត្រូវខាងការពារក៏ត្រូវបាទហើយប្រុសស្រីចូលចិត្តក៏ត្រូវបាទស្នេហ៍លក់ដូររកស៊ីក៏ត្រូវដែរឲ្យតែយើងចេះគេថាហ្នឹងសម្រាប់ប្រសិទ្ធិមានការគេថាសម្រាប់ប្រសិទ្ធិមានគេថាសម្រាប់ស្ដោះផ្លុំអញ្ចឹងទៅបាទអញ្ចឹងអស់លោកណាឆ្លាញ់ពេញចិត្តអាចចែកជាវបានតាមលេខ Telegram របស់ខ្ញុំបារមីលោកឪធំហ្នឹងបាទ088 24 79 826បាទលេខ Telegram របស់ខ្ញុំហើយចុងក្រោយដែរជិតដល់ចូលឆ្នាំហើយក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីដល់អស់លោកបានមកក្នុង YouTube នេះហើយឆ្លងឆ្នាំថ្មីនេះសូមឲ្យឆ្លងនៅរឿងរ៉ាវអាក្រក់ទាំងឡាយអូមានតលៀបមានជ័យស្រីហូរចូលទាំងយប់ទាំងថ្ងៃបាទហេងទាំងអស់គ្នាសាធុ